នៅក្នុងជរកសត្វព្រៃកម្ពុជានេះទឹកដីខេត្តឧត្តរមានជ័យជីវិតថ្មីរបស់ដំរីញីឈ្មោះឌីផបានផ្លាស់ប្ដូរទាំងស្រុងប្រៀបដូចជារបបជីវិតដែលពោពេញទៅដោយពន្លឺនិងក្តីសង្ឃឹមក្រោយពេលបានរស់នៅក្នុងដែនជរកសត្វព្រៃធម្មជាតិដ៏ល្វឹងល្វើយមួយនេះឌីផទទួលបាននូវអ្វីដែលសត្វដំរីគ្រប់រូបប្រាថ្នាចង់បានបំផុតនោះគឺសេរីភាពឌីផលែងមានចំណងលែងមានសម្ពាធហើយអាចដើរហើរដោយសេរីក្នុងព្រៃជ្រៅក្រោមម្លប់ឈើត្រឈឹងត្រឈៃនាងអាចបោចស្មៅស៊ីស្លឹកឈើលេងទឹកនិងបាញ់ភក់ដាក់ខ្លួនយ៉ាងសប្បាយរីករាយស្របតាមសភាវៈកាតេនៃសត្វព្រៃពិតៗភាពភ័យខ្លាចឬភាពហត់នឿយពីអតីតកាលត្រូវបានជំនួសដោយភាពកក់ក្ដៅនិងភាពសុខសាន្តរាល់ថ្ងៃរបស់ឌីផគឺពោពេញទៅដោយភាពស្រស់បំព្រងហុំព័ទ្ធទៅដោយសម្លេងបក្សាបក្សីនិងធម្មជាតិដ៏វិសុទ្ធអ្វីដែលរឹតតែពិសេសនោះគឺឌីផមានអ្នកមើលថែឬមដំរីនិងក្រុមការងារអភិរក្សដែលស្រឡាញ់នាងស្មោះចេញពីបេះដូងពួកគេតែងតែតាមដានសង្កេតនិងផ្ដល់ការថែទាំយ៉ាងយកចិត្តទុកដាក់បំផុតទាំងផ្នែកសុខភាពនិងសុវត្ថិភាពដោយមិនឲ្យនាងមានអារម្មណ៍ថាឯកាឬរងការគំរាមកំហែងឡើយបច្ចុប្បន្នឌីផមិនត្រឹមតែជាដំរីដែលមានសំណាងនិងមានសេចក្តីសុខបំផុតនៅក្នុងជរកសត្វព្រៃខេត្តឧត្តរមានជ័យប៉ុណ្ណោះទេប៉ុន្តែនាងក៏ជានិមិត្តរូបនៃការរស់រានមានជីវិតឡើងវិញដ៏ស្រស់បំព្រងក្រោមការជ្រកកោនក្នុងផ្ទះថ្មីដ៏មានសុវត្ថិភាពមួយនេះផងដែរ